ជាកំពីรือអ្វីឲ្យពួងថៃទុក្ខាចាសូមអញ្ជើញរឿងនេះតិចបងប្អូនថ្ងៃហ្នឹងបើឡើងគឺថាពេញបណ្ដាញសង្គមហ្មងណានេះរឿងដែលគ្រោះថ្នាក់រថភ្លើងខាងវាណាថ្ងៃភ្លាមហ្នឹងគឺរបួសស្លាប់ជាង20នាក់តែឥឡូវឮសូរថាជាង30នាក់ឡើងទៅជាង30នាក់ហើយបើរបួសវិញជិត100នាក់ឯណោះហើយខាងកសែតបារាំងក៏គេចុះដែរចាខ្ញុំមកនិយាយឲ្យដឹងពីខាងកសែតបារាំងបន្តិចគេចូលធម្មតាទេក៏ប៉ុន្តែអ្នកដែលចូលទៅ comment មានបរទេសខ្លះចាចូលទៅ comment លក្ខណៈថាគេមិនកាន់ជើងពួកថៃទេក៏ប៉ុន្តែដូចថាលក្ខណៈថាខ្មែរយើងប្រើពាក្យថាកម្ពុជាវាដូចជាហួសហេតុពេកអញ្ចឹងណាហ្នឹងហើយមានអ្នកខ្លះមិនមែនអ្នកខ្លះដែររៀងច្រើនដែរចូលទៅនិយាយទៅនៅខ្ញុំថ្ងៃហ្នឹងគឺចូលទៅឲ្យឆ្លងជាមួយនឹងពួកអស់នោះច្រើនដែរចាបរទេសមួយចំនួនហ្នឹងហើយក៏មានពួកវាខ្លះដែរហើយមែនតើនេះខ្ញុំមិនខ្មែរយើងច្រើនដែរចាដែលគាត់នៅខាងបរទេសហ្នឹងគឺគាត់ចូលទៅឆ្លងដែរអញ្ចឹងណាហើយមិនឲ្យនិយាយថាកម្ពុជាមិនធម្មតាទេព្រោះអីយើងអាស៊ីយើងជឿជាក់ស្គាល់លើបាបបុណ្យអំពើល្អអំពើអាក្រក់ហើយយើងកាន់សាសនាព្រះពុទ្ធអញ្ចឹងគឺបាបបុណ្យកម្ពុជាវេរីអីហ្នឹងគឺយើងជឿជាក់ណាស់ចាហើយបើវាចេញមកអញ្ចឹងនេះមិនឲ្យយើងនិយាយថាកម្ពុជាមិននិយាយទៅច្រើនករណីហើយឲ្យតែវាធ្វើអីនៅលើមកលើយើងណាគឺតន់ហន់ហ្មងគឺតែងតែមានរបៀបអញ្ចឹងហ្នឹងគឺទៅលើវាវិញហើយមិនឲ្យយើងប្រើថាកម្ពុជាមិនធម្មតាទេធ្វើអំពើអាក្រក់មកលើគេហើយដល់ពេលទទួលកម្មផលទៅបើមកខាងទៀតគេសប្បាយចឹងហីចង់ឲ្យមិនចង់ឲ្យគេកាត់ទុកទៀតមែនមានបរទេសខ្លះគឺគេរៀងដូចថាចង់បន្ទោសយើងថាចង់គិតថាមិនក៏គេមានគ្រោះថ្នាក់អីចឹងហើយយើងគិតទៅពីស្អីថាកម្ពុជាចឹងទៅ